ជំរាបសួរយ៉ាងរីករាយជាក់ស្ដែងជីវិតរបស់មនុស្សមានចំណុចបញ្ចប់នៅក្នុងកន្លែងតែពីរប៉ុណ្ណោះគឺការប្រន្ទាទោសអស់កលឹបជានិច្ចក្នុងភ្លើងនរកឬជីវិតនិងសុភមង្គលជានិច្ចនៅក្នុងស្ថានសុគតជាមួយព្រះប្រសិនបើអ្នកជ្រើសរើសត្រូវបានសង្គ្រោះនិងរស់នៅជានិច្ចជាមួយព្រះមានមធ្យោបាយតែមួយគត់គឺជឿទុកចិត្តលើព្រះយេស៊ូវហើយទទួលយកទ្រង់ជាព្រះអម្ចាស់និងអ្នកសង្គ្រោះសូមនិយាយពាក្យទាំងនេះដោយស្មោះត្រង់ព្រះយេស៊ូវថ្ងៃនេះខ្ញុំជឿនឹងទទួលយកទ្រង់ជាព្រះនិងអ្នកសង្គ្រោះរបស់ខ្ញុំសូមចូលក្នុងបេះដូងខ្ញុំនិងដឹកនាំខ្ញុំទៅតាមផ្លូវរបស់អង្គអាមែនអបអរសាទរព្រោះព្រះបតានៅស្ថានសួគ៌បានស្វាគមន៍អ្នកដោយក្តីរីករាយហើយឈ្មោះរបស់អ្នកត្រូវបានកត់ត្រានៅក្នុងសៀវភៅជីវិត